សួស្តីបងប្អូនឥឡូវយើងមកគណនាអង្គតិក្រាលបាទប្រមាណទី2របស់យើងគឺគណនាអង្គតិក្រាលកបាទ i ស្មើនឹងអង្គតិក្រាលកំណត់ពី0ទៅ1បតាឲ្យ2ដក x បូក 2x ការ៉េបាទ dx ចឹងលំហាត់នេះដើម្បីគណនាអង្គតិក្រាលប្រភេទនេះបានយើងត្រូវប្រើរូបមន្តចំនួន2បាទរូបមន្តទី1គឺអង្គតិក្រាលបាទអង្គតិក្រាលការបាទអង្គតិក្រាលការ dx បាទនេះជារូបមន្តអង្គតិក្រាលលេខបាទអញ្ចឹងវាស្មើនឹងការបាទការ x បូក c បាទនេះជារូបមន្តទី1ហើយរូបមន្តទី2បាទគឺយើងប្រើរូបមន្ត x ស្វ័យគុណ n បាទ dx អញ្ចឹង x ស្វ័យគុណ n dx គឺស្មើនឹង x បាទស្វ័យគុណ n បូក1បាទបូក1នៅលើ n បូក1បូក c បាទ c ជាចំនួនថេរអញ្ចឹងយើងឃើញថាកាលណាគេអង្គតិក្រាល2បាទនេះអង្គតិក្រាល2នេះគឺវាចូលរូបមន្តបាទអង្គតិក្រាលការ dx អញ្ចឹងវាថាអង្គតិក្រាលការ dx គឺបានការបូកនឹង x បាទការ x អញ្ចឹងការ x គឺ 2x បាទយើងទទួលបាន 2x ហើយដកគឺដាក់ដកមកវិញបាទអង្គតិក្រាល x នេះគឺវាចូលរូបមន្ត x ស្វ័យគុណ n បាទអញ្ចឹងមានន័យថា x n n x ហ្នឹងគឺស្វ័យគុណ1ដល់ពេលបូក1បាទអញ្ចឹងវាស្មើនឹងនៅលើឲ្យ1បូកបាទបូក1អញ្ចឹងស្មើនឹង x ស្វ័យគុណ2បាទស្វ័យគុណ2នៅលើ2បាទនេះស្វ័យគុណ2លើ2ហើយបូកនេះដាក់វិញមកបាទអញ្ចឹងអន្តរក្រាល 2x ការ៉េបាទ 2x ការ៉េគឺយើងចូលរូបមន្តដូចគ្នាបាទរូបមន្តអន្តរក្រាល x ការ៉េបាទអញ្ចឹងយើងបាន2បាទ x ស្វ័យគុណ2បូកបាទបូក1បាទនៅលើឲ្យបាទនៅលើឲ្យ2បូក2បូក1បាទអញ្ចឹងយើងស្មើឲ្យស្មើនឹង2 x ស្វ័យគុណ3បាទនៅលើ3បាទនេះបាទដូចគេចឹងដល់ពេលយើងគណនាបែបនេះរួចហើយគឺយើងធ្វើការជំនួសចូលដោយជំនួសពីលេខ1មកមុនបាទអញ្ចឹងបើយើងជំនួស1នៅត្រង់ x បាទថា1គុណនឹង x ហើយ2គុណនឹង1បាទនឹងបាន2ហើយជំនួស1ចូលនៅក្នុង x ការ៉េបាទអញ្ចឹងបើជំនួស1ក្នុង x ការ៉េ1លើកជាការ៉េបានអក្សរ1ដដែលហើយនៅលើ2ដដែលបូកនឹងបាទអញ្ចឹងបើយើងជំនួស1នេះចូលទៅក្នុង x គីបបាទអញ្ចឹង x គីប1ស្វ័យគុណ3វានឹងនៅសល់តែ1គុណនឹង2បាន2ដដែលបាទ2នៅលើ3អញ្ចឹងដកបាទយើងជំនួស0ចូលទៅទៀតបាទជំនួស0ចូលទៅទៀតមានថានេះក៏ជាវិធីគុណនេះក៏ជាវិធីចែកនេះវិធីចែកបាទអញ្ចឹងវានឹងស្មើមក0អញ្ចឹងគឺគណនាដោយតម្រូវភាគបែងមកបាទអញ្ចឹងយើងធ្វើការតម្រូវភាគបែងវាមកបាទអញ្ចឹងតម្រូវភាគបែងយើងឃើញថា2ដក1នៅលើ2បូកនឹង2នៅលើ3អញ្ចឹងវាបែងរួមរបស់វាគឺ6បាទអញ្ចឹង6យើងគុណយក2នេះទៅគុណនឹង6មកវាបាន12ហើយដក1នេះអានេះវាបែង2អញ្ចឹងដើម្បីបាន6យើងយកវាទៅគុណនឹង3បាទគុណនឹង3គុណ3ក្រម3លើអញ្ចឹងវាបានដក3ហើយអានេះមានភាគបែង3ហើយយើងគុណនឹង2ម្ដងដើម្បីបាន6អញ្ចឹងបើអាក្រមគុណនឹង2អាលើគុណនឹង2ដែរអញ្ចឹង2ដង4អាក្រម3 2ដងបាទ6អញ្ចឹងយើងឃើញពីបែងរួមមកវាគឺ6អញ្ចឹងយើងគណនាមកបាទ12ដក3វាសល់9 9បូក4វាសល់10ស្មើនឹង10 13បាទ13នៅលើ6អញ្ចឹងអានេះបើយើងសម្រួលបានបាទបើសិនជាយើងសម្រួលបានយើងត្រូវសម្រួលទៀតមិនតែដោយសារនេះវាសម្រួលបានទេបាទអញ្ចឹងយើងដាក់ដូចនេះបាទលំហាត់ជើងចម្លើយគឺ13នៅលើ6 13ភាគ6